ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំបង្ហាញអំពីរបៀបនៅក្នុងការធ្វើទ្រុងហើយនឹងការដាក់ទឹកការបង្ហូរទឹកជាដើមណាបាទហ្នឹងហើយសម្រាប់ការបង្ហូរទឹកអានេះទ្រុងយើងធំណាអញ្ចឹងការបង្ហូរទឹកយើងដាក់ខាងនោះណាយើងទម្លាក់ស្បាយយើងទ្រុងនេះអត់បានចោះទីទៅយោទេបាទហើយកន្លែងបង្ហូរទឹកចូលនេះគឺយើងមានប្រកបជាទុយោបាទទីទុយោហើយនៅពេលដែលយើងបង្ហូរទឹកគឺយើងបង្ហូរទឹកចូលកន្លែងនេះតែម្ដងណាបាទយើងទម្លាក់មកខាងនេះណាបាទធ្លាក់ចូលតែម្ដងបាទហើយអញ្ចឹងយើងទៅមើលកន្លែងយើងបង្ហូរទឹកបាទកន្លែងយើងបង្ហូរទឹកណាបាទកន្លែងយើងបង្ហូរទឹកគឺកន្លែងនេះណាបងប្អូនបាទអញ្ចឹងគឺយើងស្រាយណាបាទគឺយើងស្រាយកែងមួយហើយអានេះមួយអញ្ចឹងវាធ្លាក់មកណាយើងទម្លាក់វាមកយើងដកកូនឈើនោះចេញមួយយើងទម្លាក់មកគឺវាហូរមកតែម្ដងណានេះណាស្លាកស្នាមមានសន្លែមានកាកសំណល់អីវាដែលជាប់នឹងស្បែកយើងបង្ហូរវាមកហើយនេះជើងអូណាជើងអូយើងហូរទៅអញ្ចឹងទៅណាបាទមើលសូវឃើញណាបាទហើយនេះត្រង់មួយទៀតបាទអញ្ចឹងត្រង់មួយទៀតនេះគឺខ្ញុំធ្វើដូចគ្នាណាបាទអញ្ចឹងគឺយើងដាក់មានបកគោលហើយមានរបាយើងហៅថារបាអញ្ចឹងណាវាមាននេះពាត់ជំវិលហើយយើងចងអញ្ចឹងទៅមួយកន្លាក់អញ្ចឹងទៅណាកុំឲ្យទៅវាធ្លាក់ទៅអាហ្នឹងគឺមិនថាมันមានក្បួនខ្នាតអីឲ្យបងប្អូនថាត្រូវធ្វើតាមទាំងអស់ទេណាបាទសំខាន់យើងធ្វើទៅឲ្យតែចងទៅយើងមើលឃើញមកស្អាតភ្នែកយើងណាយើងចង់បានប៉ុណ្ណាក៏យើងយកប៉ុណ្ណឹងទៅកន្លែងនេះគឺយើងពេលខ្លះយើងបើយើងដេរយើងចាប់ជ្រុងយើងលើកកែងយើងមិនហត់ចងចេះទេដូចខាងនេះគឺយើងដេរម៉ាស៊ីនអញ្ចឹងគឺយើងចាប់កែងឲ្យស្រាច់ណាបាទចាប់កែងឲ្យស្រាច់គឺមិនហត់ចងចឹងទេតែចំពោះត្រង់ខាងនេះគឺយើងដេរដោយដៃបាទអញ្ចឹងយើងអត់បានបត់ទេអញ្ចឹងយើងត្រូវគួចវាណាគួចឲ្យឡើងជាមុំកែងណាបាទហ្នឹងហើយដើម្បីយើងងាយស្រួលនៅក្នុងការដាក់ត្រង់នេះក៏ត្រង់កង្កែបយើងធំមេពូជដូចគ្នាណានេះសម្រាប់ត្រង់មេពូជហើយសម្រាប់បងប្អូនយើងដែលធ្វើដូចថាយើងចិញ្ចឹមជាកង្កែបសាច់ឬក៏យើងចាប់ផ្ដើមចិញ្ចឹមអីគឺយើងធ្វើត្រង់បែបនេះបានដូចគ្នាណាយើងប្រក់ស្បែកយើងមកតែស្បែកនោះមិនចាំបាច់មកលុបខ្លាំងណាស់ណាទេណាហ្នឹងហើយមិនចាំបាច់មកលុបខ្លាំងអីទេណាមកល្មមទៅបានតែពោះវាទៅការកម្ដៅ 50% ដែរណាហ្នឹងហើយត្រង់នេះគឺខ្ញុំធ្វើដូចគ្នាណាគាត់ថាត្រង់នេះវារៀងអាយុហើយវាមានស្មៅដោះគៀនណាបាទគៀនហើយចំណុចមួយទៀតឃើញថាមិនបានខាងនេះស្រឡះហើយខ្ញុំដាំមានបន្លែមានលក្រីមានអីចឹងណាហើយខាងនេះផ្លូវដើរហ្នឹងគឺវាអត់សូវមានស្មៅហើយកន្លែងនេះស្មៅរិចហើយកន្លែងនេះមិនស្មៅខ្ពស់គឺកន្លែងនេះពេលដែលខ្ញុំកាត់គឺខ្ញុំកាត់តែត្រឹមនេះត្រឹមស្បែកយើងទេណាបាទបងប្អូនឃើញបាទកាត់តែត្រឹមស្បែកយើងនឹងទេហេតុអីពីព្រោះដើម្បីវាការពារកុំឲ្យពន្លឺថ្ងៃមកប៉ះជាមួយនឹងតង់យើងនេះណាប៉ះជាមួយនឹងតង់យើងនេះណាអញ្ចឹងគឺយើងទុកបានយូរណាបាទយើងទុកបានចូល3ឆ្នាំអីក៏អាចបានដែរអញ្ចឹងគឺខ្ញុំកាត់តែគៀនតាមលើតិចទេហើយអានេះខ្ញុំចាំងណាខ្ញុំឬក៏យើងកាត់ម៉ាស៊ីនអញ្ចឹងទៅហើយពេលខ្លះបើសិនតែយើងកាត់ម៉ាស៊ីនយើងគ្រាន់តែកាត់គៀនចេះទេណាគៀនអញ្ចឹងទៅរហូតទៅហើយអាលើនេះក៏យើងមិនបានកាត់ដែរព្រោះខ្លាចត្រូវតែមកផ្លែរបស់ម៉ាស៊ីនហ្នឹងទៅគឺអាយ៉ះឆ្វោកបាទអញ្ចឹងគឺយើងទុកគៀនតិចអញ្ចឹងណាបាទមិនមែនថាយើងចង់ទុកដើម្បីអីទេគឺវាការពារណាបាទវាការពារកុំឲ្យមានពន្លឺថ្ងៃហ្នឹងប៉ះខ្លាំងណាក៏ឲ្យប៉ះខ្លាំងយើងអាចរក្សាទុកតង់យើងបានយូរណាបាទហើយសម្រាប់តង់យើងដាក់កូនកង្កែបក៏ដូចគ្នាណាបងប្អូនបាទយើងដាក់តិចទេទឹកតិចទេបាទហើយយើងរៀបចំមកមានរបាមានអីដូចគ្នាណាបាទហើយត្រង់ខាងនេះគឺកូនក្អុកយើងអត់មានដាក់ជារបាទេណាបាទដាក់ជារបាទេហ្នឹងហើយ
នេះគឺត្រង់កូនកង្កែបសម្រាប់ដែលយើងបំបែកមកណាអញ្ចឹងគឺយើងមានទឹកតិចតិចចឹងបាទហើយត្រង់បងប្អូនអាចមើលបានណាបាទអាចមើលបានសម្រាប់បងប្អូនយើងដែលគាត់ចង់ចិញ្ចឹមហើយអត់ដឹងថាធ្វើត្រង់យ៉ាងម៉េចគឺខ្ញុំថតទស្សនវិជ្ជាផ្ទាល់ជូនបងប្អូនយើងនេះកូនកង្កែបណាបាទហ្នឹងហើយខាងនេះក៏ជាកូនកង្កែបដែរបាទសូមបញ្ជាក់បងប្អូនដែរតង់តធំនេះទំហំ3x4 ណាបងប្អូនបាទ3x4អានេះទូចបាទយើងមានកោកកដាលបន្តិចដោយសារយើងអត់បានថែមទឹកវាណាបាទហើយត្រង់ខាងនេះគឺទំហំវាគឺ3x6ណាបងប្អូនបាទ3x6បាទខ្ញុំដើរខាងនេះរៀងចាំងថ្ងៃបន្តិចបងប្អូនបាទ3x6ហើយនេះសិតតែកូនកែបយើងប៉ុន្តែវារៀងចាំងថ្ងៃបងប្អូនហើយត្រង់កូនក្អុក3x6ដូចគ្នាណាបងប្អូនចង់ដាក់ជាប់គ្នាអញ្ចេះក៏បានណាបាទយើងចំណេញឈើបានមកខាងដែរប៉ុន្តែបើសិនជាកន្លែងយើងនៅចិត្តវាលស្រែឬក៏សបោកណ្ដុរច្រើនគួរកុំអីណាបាទព្រោះវាចូលទៅអាកលៀតនេះកលៀតហ្នឹងវាចូលទៅនៅតែក្នុងនឹងឯងអញ្ចឹងណាបាទដោយកន្លែងខ្ញុំនេះគឺជាដីចំការហើយមិនសូវជាមានកណ្ដុរច្រើនទេអញ្ចឹងចំពោះត្រង់ហ្នឹងអាកណ្ដាលហ្នឹងមិនសូវជាមានកណ្ដោទេនៅពេលនេះណាតែខាងមុខទៀតយើងអត់តាន់ដឹងថាយ៉ាងម៉េចទេណាបាទពួកអីកន្លែងមានបងប្អូនយើងគាត់ធ្វើអញ្ចេះដែរខ្លះគឺឆ្នាំទី1ទី2វាអត់អីទេប៉ុន្តែយូរទៅវាមានកណ្ដោមកបាទកណ្ដោមកហើយនឹងកន្លែងដែលខ្ញុំធ្វើនៅស្រែនៅចិត្តស្រែមិននៅចិត្តស្រែនៅស្រែដីទួលអញ្ចឹងគឺកណ្ដាលវាមកពួនទៅកណ្ដាលហ្នឹងឯងហើយវាអាចខាំវាអាចឆោះអីចឹងណាហ្នឹងហើយអញ្ចឹងបងប្អូនយើងដីនៅចិត្តវាលស្រែឬក៏ផ្ទះសបោក៏ដល់ច្រើនគួរគប្បីកុំដាក់បែបហ្នឹងអីណាបាទហើយអានេះគឺកន្លែងកូនក្អុកតែវានឹងតិចទេហើយកន្លែងនេះគឺនៅពេលដែលបន្ទាប់ពីយើងបានប្រមូលឬក៏ចាប់កូនកង្កែបហើយបាទហើយត្រង់នេះគឺជាត្រង់កូនក្អុកទេបាទហើយខាងនេះគឺយើងបាំងហេតុអីបានជាយើងបាំងជាដំបូលហើយយើងបាំងនៅគៀងទៀតពីពួកអីកន្លែងនេះគឺពន្លឺថ្ងៃជះមកខ្លាំងណាជះមកម៉ោងចាប់ពីម៉ោង8ទៅគឺខ្លាំងហ្មងម៉ោង8ដល់ម៉ោង11ចាប់ម៉ោង11ទៅគឺវាថ្ងៃវានៅត្រង់វាធ្លាក់មកពីលើវិញតែបើចាប់ពីម៉ោង8ដល់ម៉ោង11ហ្នឹងគឺវាជះខ្លាំងអញ្ចឹងដូចជាត្រង់នេះអញ្ចឹងគឺកូនកង្កែបគឺយើងដាក់ទឹកតិចទេអញ្ចឹងវាអាចនឹងក្តៅទឹកអញ្ចឹងយើងត្រូវបាំងណាបាទត្រូវបាំងហើយមួយទៀតយើងមានសំណាញ់នេះបងប្អូនបាទសំណាញ់នេះគឺយើងការពារសត្វដូចជាពពេចចាបរឡោអីវាដែរវាមកខាំណាដែលមកស៊ីកូនកែបប៉ុន្តែសម្រាប់បងប្អូនយើងដែលអ្នកថ្មីខ្ញុំគិតថាมันមានទេมันមានរលោពពេចអីមកទេពួកខ្ញុំចាំទៅតែចុងឆ្នាំមុនហើយនឹងដើមឆ្នាំនេះទេណាដើមរដូវឆ្នាំនេះទេដែលមានសัตว์នោះវាចេះមកស៊ីណាជាទូទៅសัตว์នៅនេះវាសបោពួកជាដីចំការសបោពពេចសបោលឡោគឺមកស៊ីដូចជាមានចេកមានខ្នោមានល្មុតជាពិសេសល្មុតណានៅខាងខ្ញុំនេះសបោល្មុតប៉ុន្តែវាអត់ដែរចូលស៊ីកូនកែបតែឆ្នាំនេះវាចូលស៊ីបាទអញ្ចឹងគឺយើងត្រូវដាក់បាទតែសម្រាប់បងប្អូនយើងគឺខ្ញុំគិតថាហានិភ័យហ្នឹងប្រហែលជាมันមានទេបាទពួកខ្ញុំចំវាចូល10ឆ្នាំហើយបាទហើយទៅតែជាងថាមិនដល់2ឆ្នាំផងជាងថា1ឆ្នាំចុះទៅតែ1ឆ្នាំចុងក្រោយនេះដូចជាសัตว์ហ្នឹងវាចេះចូលស៊ីបាទហើយត្រង់នេះគឺជាកូនក្អុក
បាទជាកូនក្អុកដែលយើងប្របែកដែលវាមិនតាន់ធំទេបាទកូនក្អុកញាស់បានមួយថ្ងៃពីរថ្ងៃណាបាទហើយត្រង់នេះបាទត្រង់នេះគឺជាត្រង់កូនកង្កែបបាទកូនកែបដែលយើងត្រូវដល់ពេលប្របែកវាហើយយើងធំធំអញ្ចឹងវាមានស៊ីគេអីចឹងទៅគឺយើងត្រូវប្របែកហើយខាងនេះបាទបាទបងប្អូនគឺត្រង់នេះក៏ដូចគ្នាដែរត្រង់នេះគឺ3គុណ6ហើយខ្ញុំដាក់កណ្ដាលទៅដែរអញ្ចឹងបងប្អូនយើងដែលធ្វើត្រង់ច្រើនហើយបើសិនជានៅផ្ទះមានសបោកណ្ដុរសបោអីកុំធ្វើជាប់គ្នាណាធ្វើដាច់ពីគ្នាទៅណាធ្វើដាច់ពីគ្នាទៅហ្នឹងហើយតែកន្លែងខ្ញុំនេះដូចជាមិនសូវមានកណ្ដុរដែរតែបើកន្លែងនៅចិត្តវាស្រែខ្ញុំធ្វើគឺកដោច្រើនណាកដោច្រើនវាមកពួនណាហ្នឹងហើយមកពួនចឹងហ្នឹងហើយបងប្អូនវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរសម្រាប់ការរៀបចំត្រង់សម្រាប់ការដាក់ចំរបស់បងប្អូនយើងដែលចង់សាកល្បងនៅក្នុងការចាំអីណាបាទចឹងមួយថ្ងៃនេះខ្យល់បាទប៉ើងពេញនឹងហើយត្រង់យើងជាលក្ខណៈសាមញ្ញចំណាយដើមទុនតិចសម្រាប់បងប្អូនយើងដែលចង់ចិញ្ចឹមណាបាទពួកអីនេះគឺចិញ្ចឹមវាមានភាពងាយស្រួលថងថាទី1ចំណាយដើមទុនតិចរយៈពេលខ្លីហើយចំណៃដូចបើសិនឧទាហរណ៍យើងចំគោយើងចំមាន់ចំទាជ្រូកកងានយើងត្រូវលាយចំណៃណាលាយចំណៃបើអត់លាយចំណៃទេអត់ចំណេញទេបាទតែកង្កែបនេះគឺយើងមានចំណៃសម្រាប់អញ្ចឹងណាបាទចំណៃសម្រាប់ហើយរយៈពេលខ្លីយើងអត់ហត់ដូចថាហត់នឹងវាច្រើនហត់នឹងវាច្រើនណាយើងដាក់ចំណៃការុងក៏យើងអាចទទួលនៅប្រាក់ចំណេញបានអញ្ចឹងណាបាទហ្នឹងហើយបើសិនជាមន់ទីអីយើងអាចថាដាក់ចំណៃសម្រាប់សុទ្ធគឺអត្រាចំណេញគឺទាបតើយើងលាយចំណៃណាបាទហ្នឹងហើយហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេរៀងវែងដែរហើយបាទអញ្ចឹងអរគុណច្រើនបងប្អូនណាជួបគ្នានៅវីដេអូក្រោយសម្រាប់បងប្អូនមានចង្វល់មានបញ្ហាចង់ចិញ្ចឹមឬក៏ចង់ដឹងបទពិសោធន៍បច្ចេកទេសអីអាចទំនាក់ទំនងសាកសួរបានណាតាមលេខទូរស័ព្ទហ្នឹងបាទអញ្ចឹងអរគុណច្រើនណាជួបគ្នាវីដេអូក្រោយ